គុំដែលនិយាយពាក្យសាបសិទ្ធពីសៀវភៅនេះឡើយមិនដូច្នោះទេអ្វីមួយនឹងត្រឡប់មកបែងបង្ហូតអ្នកវិញភាពយន្តចាប់ផ្ដើមដល់បង្ហាញនារីម្នាក់រងរបួសធ្ងន់ធ្ងរកំពុងដើរលំបាកកណ្ដាលព្រៃងឹតដូចជាកំពុងព្យាយាមគេចផុតពីអ្វីមួយដែលកំពុងដេញតាមនាងព្យាយាមលាក់ខ្លួនប៉ុន្តែចុងក្រោយត្រូវមនុស្សមិនស្គាល់ពីអ្នកវាយប្រហារហើយសន្លប់ពេលនាងភ្ញាក់ឡើងនាងឃើញខ្លួនឯងត្រូវចងជាប់នឹងសសរឈើមួយហើយក្បាលត្រូវគ្របដោយក្រណាត់ខណៈដែលនៅមុខនាងមានអ្នកស្រីចាស់ម្នាក់កំពុងធ្វើពិធីបំបត្តិអារក្សដោយប្រើសៀវភៅបុរាណមួយមិនយូរប៉ុន្មានបុរសម្នាក់បានមកដល់ហើយដោះក្រណាត់ចេញពីក្បាលនាងបង្ហាញថាគាត់ជាឪពុករបស់នាងផ្ទាល់ដោយសេចក្តីភ័យខ្លាចក្មេងស្រីនោះសួរអំពីម៉ែរបស់នាងប៉ុន្តែឪពុកនាងបានពន្យល់ថាម៉ែរបស់នាងបានស្លាប់រួចហើយដោយត្រូវក្មេងស្រីនោះសម្លាប់ផ្ទាល់ខណៈពេលនាងបាត់បង់ការត្រួតពិនិត្យខ្លួនឯងដោយមិនស្ទាក់ស្ទើរគាត់បន្តធ្វើពិធីបញ្ឆេះកូនស្រីរបស់ខ្លួនឯងឲ្យរស់ដើម្បីបំបត្តិអារក្សដែលស្ថិតនៅក្នុងនាងប៉ាខ្ញុំនឹងត្រឡប់ទៅផ្ទះប៉ាអ្នកសម្លាប់ម៉ៃអច្ចានៅពេលភ្លើងកំពុងឡើងខ្ពស់អារក្សអាក្រក់នោះបានបង្ហាញខ្លួនចេញមកច្បាស់បញ្ចុះបញ្ចូលឲ្យឪពុកនាងជឿថាគាត់កំពុងធ្វើអ្វីត្រឹមត្រូវរហូតដល់គាត់បាញ់ក្បាលកូនស្រីរបស់ខ្លួនដើម្បីធានាថាអ្វីទាំងអស់បានបញ្ចប់ពិតប្រាកដបន្ទាប់ពីហេតុការណ៍គួរឲ្យភ័យខ្លាចនោះរឿងបានបន្តទៅមុខនៅពេលដែល David មកដល់កូនតូចចាស់មួយនៅទីកន្លែងឆ្ងាយជាមួយគូស្នេហ៍របស់គាត់ Natalie ដែលនៅទីនោះពួកគេបានជួប Olivia, Eric និងប្អូនស្រីតូចរបស់គាត់ Maya ដែលមកដល់មុនរួចហើយសួស្តីសុខសប្បាយរបស់អ្នកដែរឬទេសួស្តី Olivia សប្បាយចិត្តដែលបានជួបអ្នកដែរអត់ចាស់សប្បាយចិត្តដែលបានជួបអ្នកដែរនេះគឺជាគូស្នេហ៍របស់ខ្ញុំ Natalie អូននាងជាអ្នកបំបែកបេះដូងនាងកំពុងរងចាំអ្នកនៅខាងក្រោយសួស្តី Mayaតាអ្នកមកពិតប្រកបមែនចូលមកនេះអ្នកជាបងប្រុសធំប្រកបណាស់ខ្ញុំមកការជួបជុំរបស់ពួកគេមានអារម្មណ៍កក់ក្ដៅហើយ David បានផ្ដល់ខ្សែក្រវ៉ាត់សំណាងមួយឲ្យ Maya ដើម្បីជាសញ្ញានៃការគាំទ្រព្រោះគោលបំណងនៃការធ្វើដំណើរនេះគឺដើម្បីជួយឲ្យ Maya ស្ដារឡើងវិញពីការញៀនថ្នាំដោយដាច់ខ្លួនពីបរិយាកាសចាស់របស់នាង Maya សន្យាថានាងនឹងបោះបង់វាទោះបីជាមិត្តភ័ក្តិរបស់នាងនៅតែសង្ស័យក៏ដោយព្រោះនាងធ្លាប់បរាជ័យមកហើយសូមឲ្យមិត្តភ័ក្តិនិងគ្រួសាររបស់ខ្ញុំជាភស្តុតាងនៃសកម្មភាពនេះសន្យាថានឹងមិនប៉ះពាល់អីវ៉ាន់អាក្រក់នេះទេយល់ហើយពេលពួកគេចូលទៅក្នុងផ្ទះលំហែដែលធ្លាប់ជាកម្មសិទ្ធិរបស់ឪពុកម្ដាយរបស់ David និងម៉ែផ្ទះនោះស្អុយស្អាតនិងត្រូវបានបោះបង់ចោលបង្កើតក្រិតមិនស្រួលចិត្តខណៈពេលកំពុងស្វែងរកម៉ែត្រូវបានរំលឹកអំពីអតីតកាលជាពិសេសការស្លាប់របស់ម្ដាយដែលបង្កឲ្យមានភាពតានតឹងរវាងនាងនិង David ព្រោះគាត់មិនបានស្ថិតនៅទីនោះនៅពេលនោះទេម៉ាក់នឹងស្អប់ណាស់បើឃើញផ្ទះលំហែនេះមានសភាពបែបនេះធ្វើឲ្យទីនេះអាចរស់នៅបានថ្ងៃចុងក្រោយនៅមន្ទីរពេទ្យម៉ាក់ពេលខ្លះគិតថាខ្ញុំជាអ្នករហែកជាអ្នកសំណាងដែលមិនបានឃើញម៉ាក់ដូចដែលខ្ញុំបានឃើញខ្ញុំចង់មាននៅទីនោះពេលម៉ាក់ចាប់ផ្ដើមធ្ងន់ខ្ញុំទើបតែទទួលបានការងារDavidពន្យល់ថាគាត់មិនអាចចាក់ចេញពីការងារបានទេប៉ុន្តែវាមិនអាចបំបត្តិការខកចិត្តយូររបស់ម៉ែបានទេនៅខាងក្រៅ Olivia បានរំលឹក David ដឹងថាមៀក៏ធ្លាប់សន្យាដូចគ្នានេះដែរប៉ុន្តែអាចអត់បានតែ8ម៉ោងប៉ុណ្ណោះហើយបង្ហាញថាមិនគួរឲ្យម៉ែចាក់ចេញពីផ្ទះលំហែទេទោះបីជា David មិនយល់ព្រមនោះក៏ដោយព្រោះគាត់មិនចង់បង្ខំឬព្យាបាលនាងយ៉ាងតឹងរ៉ឹងពេកយើងធ្លាប់សាកល្បងរឿងនេះម្ដងហើយនៅ Flame កាលពីដើក្តៅមុននាងទ្រាំបាន8ម៉ោងយើងមិនចង់ឲ្យនាងចេញជួនកាលនាងសុំឲ្យខ្ញុំជូនទៅផ្ទះខ្ញុំត្រូវតែធ្វើវាខ្ញុំមកទីនេះដើម្បីធ្វើឲ្យរឿងរ៉ាវជាមួយប្អូនស្រីរបស់ខ្ញុំប្រសើរឡើងតែឥឡូវនេះយើងយប់នោះស្ថានភាពចាប់ផ្ដើមផ្លាស់ប្ដូរនៅពេល Maya ស្រាប់តែស្រែកឡើងក្រោយបានឈឺច្រមុះក្លិនអាក្រក់មួយដែលគ្មាននរណាអាចដឹងបានទេបណ្ដាលឲ្យ Olivia ត្រូវបញ្ចប់នាងដោយចាក់ថ្នាំស្ងប់ស្ងាត់ដោយគិតថាវាជាអាការៈសង្រេងថ្នាំបន្តិចក្រោយមកឆ្កែរបស់ David ចាប់ផ្ដើមមានអាការៈចម្លែកដោយក្រឡុកកម្រាលព្រំរហូតរកឃើញទ្វារលាក់មួយនាំទៅកាន់បន្ទប់ក្រោមដីដែលពោពេញដោយឈាមស្ងួតពេលពួកគេបើកវាប្រភពនៃក្លិនអាក្រក់គួរឲ្យខ្លាចត្រូវបានបង្ហាញថាមកពីខាងក្រោមខណៈពួកគេស្រាវជ្រាវពួកគេបានរកឃើញឆ្មាស្លាប់ជាច្រើនភួរនិងសឈាមឆ្អិនមួយដែលមើលទៅគួរសង្ស័យនៅចំកណ្ដាលនោះ Eric បានរកឃើញវត្ថុមួយដែលរួមហើយយកឡើងលើផ្ទះទោះបីជាម៉ែបានព្រមានយ៉ាងខ្លាំងក៏ដោយថាកុំប៉ះអ្វីមកពីបន្ទប់ក្រោមដីនោះឡើយព្រោះនាងមានអារម្មណ៍មិនល្អអំពីវានៅពេលដូចគ្នានោះ Eric ត្រូវបានចាប់អារម្មណ៍ដោយភាពចង់ដឹងចង់ឃើញរបស់គាត់ហើយចុងក្រោយគាត់បានបើកវត្ថុដែលគាត់រកឃើញនោះចេញមកជាសៀវភៅអាតកំបាំងមួយដែលពោពេញដោយរូបភាពពិធីបុណ្យផ្លន់ផ្លែងគួរឲ្យខ្លាច
គាត់បានសង្កេតឃើញការប្រមានមួយដែលសរសេរច្បាស់ថាមិនគួរអានឬនិយាយអត្ថបទក្នុងសៀវភៅនោះឡើយប៉ុន្តែប៉ុន្មានទេគាត់មិនអើពើនឹងការប្រមាននោះទេហើយបន្តអានអត្ថបទដែលត្រូវបានសរសេរលុបចោលនោះEstrada Conde Montosមិនយូរប៉ុន្មានបន្ទាប់មកខាងក្រៅផ្ទះលំហែកាយម៉ៃស្រាប់តែអាក្រក់ចិត្តនឹងដាក់ទឹកមាត់ហើយចាប់ផ្ដើមឃើញរូបមនុស្សម្នាក់ហើយឈ្មោះនាងបង្កើតឲ្យនាងភ័យខ្លាចនិងមានអារម្មណ៍ថាមានអ្វីមួយកំពុងមើលតាមនាងដោយសារភ័យខ្លាចនាងប្រញាប់ប្រញាល់គៀបអីវ៉ាន់របស់ខ្លួនដើម្បីចាក់ចេញប៉ុន្តែមិត្តភក្តិនាងបានរារាំងនាងហើយនៅពេលនោះម៉ៃទើបដឹងថាគ្មាននរណាម្នាក់ស្រឡាញ់នឹងយកនាងទៅផ្ទះឡើយដោយមានអារម្មណ៍ខកចិត្តនិងអស់សង្ឃឹមនាងបានត្រឡប់ចូលបន្ទប់របស់ខ្លួនខណៈដែលអេរិកព្យាយាមដើរតាមប៉ុន្តែគ្រាន់តែឃើញថាមីបានរត់គេចចេញតាមបង្អួចទៅហើយបន្ទាប់មកម៉ៃបាត់ឡានចេញទៅដោយកំហឹងនឹងការភ័យខ្លាចប៉ុន្តែនៅលើផ្លូវស្រាប់តែមានស្ត្រីម្នាក់ឈរនៅកណ្ដាលផ្លូវធ្វើឲ្យនាងភ្ញាក់ផ្អើលហើយបាត់បង់ការគ្រប់គ្រងឡានបង្កឲ្យមានគ្រោះថ្នាក់ពេលនាងដឹងស្មារតីឡើងវិញរថយន្តរបស់នាងមិនអាចប្រើបានទៀតហើយនៅពេលនាងព្យាយាមគេខ្លួននាងត្រូវបានអ្វីមួយគួរឲ្យភ័យខ្លាចពីក្នុងព្រៃដេញតាមក្នុងពេលភ័យស្លន់ស្លោនាងបានជ្រុះទៅក្នុងស្មៅព្រៃដែលនៅទីនោះវាជឿជុំវិញនាងស្រាប់តែមានជីវិតឡើងវិញហើយរំជប់ជុំវិញរាងកាយនាងនៅក្នុងស្ថានភាពគ្មានអ្វីជួយអង្គភាពនោះបានបង្ហាញខ្លួនហើយបង្ខំឲ្យអ្វីមួយមិនធម្មតាចូលក្នុងនាងដើម្បីគ្រប់គ្រងរាងកាយនាងមិនយូរប៉ុន្មានក្រោយមក David និងអ្នកដទៃបានរកឃើញមីអស់កម្លាំងហើយកំពុងក្រឡាប់ខ្លួននៅក្រោមដើមឈើមុននឹងនាំនាងត្រឡប់ទៅកូនផ្ទះវិញ Olivia ដែលព្យាយាមព្យាបាលមីសន្និដ្ឋានថាអ្វីដែលនាងបានជួបប្រទះគ្រាន់តែជាអាក្រក់ស្រមៃខ្លាំងដែលបណ្ដាលមកពីការដកថ្នាំដូច្នេះនាងមិនជឿរឿងរបស់មីទេ David មានការព្រួយបារម្ភព្យាយាមបញ្ចប់បងស្រីរបស់ខ្លួនប៉ុន្តែមីសុំឲ្យពួកគេចាក់ចេញភ្លាមព្រោះនាងប្រកាសថាមានអ្វីមួយគួរឲ្យគំរាមកំហែងនៅទីនោះហើយវានឹងបង្កគ្រោះថ្នាក់ដល់ពួកគេទាំងអស់ទោះជាយ៉ាងណា David គិតថាមីគ្រាន់តែកំពុងឆ្លងកាត់ការដកថ្នាំប៉ុណ្ណោះដូច្នេះគេមិនអើពើនឹងការប្រមានរបស់នាងទេហើយទុកឲ្យនាងនៅម្នាក់ឯងក្នុងបន្ទប់ខណៈពេលនៅម្នាក់ឯងមីបានជួបប្រទះអ្វីមួយចម្លែកម្ដងទៀតពេលនាងឃើញអ្វីមួយមិនធម្មតានៅក្នុងកញ្ចក់ដូចជាមានអង្គភាពផ្សេងទៀតកំពុងមើលនាងចំណែក Eric ដែលនៅតែចាប់អារម្មណ៍ខ្លាំងបានសិក្សាសៀវភៅនោះជ្រៅជាងមុនហើយចាប់ផ្ដើមដឹងថាពិធីសាស្ត្រនោះរូបភាពនៅក្នុងសៀវភៅស្រដៀងពិតប្រាកដនឹងអ្វីដែលមីបានជួបប្រទះធ្វើឲ្យគេកើតសង្ស័យថាអ្វីទាំងនេះមិនមែនជាការចៃដន្យទេនៅពេលដូចគ្នា David ខណៈកំពុងសម្អាតសាច់ឆ្មាពស់ស្លាប់បានសង្កេតឃើញស្នាមឈាមមួយនាំទៅក្នុងអង្កានហើយបន្ទាប់មកបានរកឃើញឆ្កែរបស់គេឆ្កែគ្រាន់តែស្ទើរតែរស់មានដែក10ដែកដែលពោពេញដោយឈាមនៅក្បែរដោយជឿថាមីជាអ្នកធ្វើ David រត់ទៅបន្ទប់ទឹកបំផ្លាញទ្វារចូលហើយភ្ញាក់ផ្អើលពេលឃើញរាងកាយមីត្រូវដុតខ្លាំងដោយទឹកក្តៅបន្ទាប់ពីឃើញការផ្លាស់ប្ដូរយ៉ាងខ្លាំងរបស់នាង Eric កាន់តែជឿជាក់ថាអ្វីទាំងអស់នេះពាក់ព័ន្ធនឹងសៀវភៅបន្ទាប់មក David ព្យាយាមនាំមីទៅមន្ទីរពេទ្យប៉ុន្តែបរាជ័យព្រោះស្ពានតែមួយដែលអាចចេញបានរលំដោយសារទឹកជំនន់បង្ខំឲ្យពួកគេត្រឡប់មកវិញទៅគុំផ្ទះស្ថានភាពកាន់តែតានតឹងខណៈពួកគេចាប់ផ្ដើមបន្ទោសគ្នាទៅវិញទៅមកខណៈ Eric ក៏ប្រមានថាស្ថានភាពរបស់មីនឹងកាន់តែអាក្រក់ឡើងទៀតរហូតដល់ភាពតានតឹងដល់កំពូលនៅពេលមីបង្ហាញខ្លួនឡើងវិញក្នុងសភាពគួរឲ្យភ័យខ្លាចជាងមុនស្ថានភាពចាប់ផ្ដើមគ្រប់គ្រងមិនបាននៅពេល David ព្យាយាមហៅមីដែលកំពុងកាន់កាំភ្លើងបាញ់សត្វហើយស្នើឲ្យនាងដាក់វាចុះប៉ុន្តែនាងវិញបានបាញ់គាត់ដោយគ្មានការស្ទាក់ស្ទើរមីបានប្រមានថាពួកគេទាំងអស់នឹងស្លាប់យប់នេះមុននឹងដួលរលំនិងសន្លប់បាត់ Olivia យកកាំភ្លើងពីលើដីយ៉ាងរហ័សប៉ុន្តែមីភ្ញាក់ឡើងវិញភ្លាមហើយវាប្រហារ Olivia យ៉ាងសាហាវបង្ខំឲ្យ Olivia រុញនាងចុះទៅក្នុងបន្ទប់ក្រោមដីនៅទីនោះ Eric បានចាក់សោទ្វារភ្លាមបន្ទាប់មក Olivia ចូលបន្ទប់ទឹកដើម្បីលាងខ្លួនខណៈដែល Eric ចាប់ផ្ដើមពន្យល់ដល់ David ថាអ្វីដែលកំពុងកើតឡើងនេះប្រហែលជាពាក់ព័ន្ធនឹងសៀវភៅអាថ៌កំបាំងដែលគាត់បានរកឃើញ
នៅក្នុងបន្ទប់ទឹកបរិយាកាសคล้ายទៅជាគួរឲ្យខ្លាចនៅពេលអូលីវីសង្កេតឃើញភាពត្រឡប់របស់ខ្លួនមើលទៅខុសប្រក្រតីហើយដោយមិនដឹងខ្លួននាងចាប់ផ្ដើមធ្វើអន្តរាយមុខរបស់ខ្លួនដោយរូបភាពក្នុងសៀវភៅពេលអេរិកចូលទៅពិនិត្យមើលនាងគាត់បានឃើញនាងស្ថិតក្នុងស្ថានភាពគួរឲ្យខ្លាចខ្លាំងហើយក្នុងភាពចលាចលនោះគាត់ត្រូវបង្ខំខ្លួនប្រយុទ្ធទៅវិញរហូតអូលីវីត្រូវស្លាប់ចុងក្រោយពេលដាវីតនិងអ្នកផ្សេងមកដល់ពួកគេមានអារម្មណ៍ភ្ញាក់ផ្អើលចំពោះអ្វីដែលបានឃើញខណៈដែលដាវីតព្យាយាមជួយអេរិកដែលរងរបួសធ្ងន់នៅចំកណ្ដាលភាពភ័យស្លន់ស្លោអេរិកទទួលសារភាពថាគាត់បានអានមុនសៀវភៅមួយហើយដោយមិនដឹងខ្លួនបានដោះលែងអ្វីមួយដែលគួរត្រូវបានស្ទាក់ស្ទើរចំណោមនៅផ្ទះបាយនីថេលីសំឡេងខ្សោយរបស់មីលើកមកពីក្រោមផ្ទះហើយនាងបានដើរចូលទៅពិនិត្យដោយក្តីព្រួយបារម្ភប៉ុន្តែវាបានคล้ายជាកំហុសស្លាប់មួយពេលនាងដឹងថាសំឡេងនោះមិនមែនជាមីប៉ាទេនាងព្យាយាមថយក្រោយប៉ុន្តែវាធ្វើឲ្យយឺតពេកព្រោះជើងនាងត្រូវបានទាញចេញពីខាងក្រោមភ្លាមមិនយកទេចូលនៅទីនោះបានទេក្នុងស្ថានភាពភ័យស្លន់ស្លោនីថេលីត្រូវបានវាយប្រហារហើយដៃនាងត្រូវបាននីខាំមុនពេលដាវីតមកដល់ហើយអាចទាញនាងចេញបានបន្ទាប់មកគាត់បានចងទ្វារក្រោមផ្ទះជាមួយខ្សែចងដោយមានអារម្មណ៍ខ្លាចខ្លួនអេរិកព្យាយាមបញ្ចប់អ្វីដោយដុតសៀវភៅប៉ុន្តែគាត់ភ្ញាក់ផ្អើលពេលឃើញថាវាមិនអាចបំផ្លាញបានទេបន្ទាប់មកគាត់បានពន្យល់ដល់ដាវីតថាប្រសិនបើអង្គភាពនោះយកជីវិតមនុស្ស5នឹងមានអ្វីមួយអាក្រក់ជាងនេះកើតឡើងដែលត្រូវបានសម្គាល់ដោយឈាមភ្លៀងនិងការរីកចម្រើននៃមហន្តរាយអារក្សយោងតាមសៀវភៅវិធីតែមួយដើម្បីបញ្ឈប់វាគឺត្រូវសម្លាប់មីដោយវិធីជាក់លាក់មួយចំនួនប៉ុន្តែដាវីតដេសៃតមិនព្រមទទួលយករឿងនេះទេដោយនៅតែជឿថាប្អូនស្រីរបស់គាត់គ្រាន់តែឈឺហើយត្រូវការជំនួយវេជ្ជសាស្ត្រចំណែកឯស្ថានភាពរបស់នាងថេលីកាន់តែធ្ងន់ធ្ងរព្រោះស្នាមខាំលើដៃនាងចាប់ផ្ដើមរីករាលដាលនិងរលួយយ៉ាងមិនធម្មតាបន្ទាប់ពីឃើញនាងកំពុងមើលនាងពីក្រោមផ្ទះនាងថេលីដូចជាត្រូវបានប៉ះពាល់ហើយចុងក្រោយនាងកាត់ដៃខ្លួនឯងបណ្ដាលឲ្យភ្លើងអគ្គិសនីផុតសំឡេងកំហឹងរបស់នាងធ្វើឲ្យដាវីតនិងអេរិករត់ចូលមកយ៉ាងប្រញាប់ប្រញាល់ដោយភ្ញាក់ផ្អើលចំពោះស្ថានភាពរបស់នាងក្នុងភាពចលាចលនោះអេរិកព្យាយាមបញ្ចុះបញ្ចូលដាវីតម្ដងទៀតដោយពន្យល់ពីវិធីបញ្ឈប់អង្គភាពនេះដោយការបញ្ចុះដីកាត់ជាផ្នែកនិងដុតសាកអ្នកដែលត្រូវគេកាន់កាប់ប៉ុន្តែដាវីតនៅតែបដិសេធមិនព្រមទទួលយកដោយបន្តទូចថាមីគ្រាន់តែដូចម្ដាយរបស់ពួកគេពីមុនប៉ុណ្ណោះខណៈពួកគេកំពុងតែជែកវិវាទគ្នាស្ថានភាពកាន់តែធ្ងន់ធ្ងរពេលណាថេលីដែលមិនទាន់ស្មារតីពេញលេញបានវាយប្រហារពួកគេភ្លាមពីខាងក្រោយដោយប្រើកាំបិតដាក់ដៃដោយគ្មានជំរឿនដាវីតបានរុញនាងចេញហើយខិតខំបញ្ឈប់នាងយកវាមុននាងទៅទេប៉ុន្មានវិនាទីបន្ទាប់ណាថេលីបានស្ដាប់ស្មារតីវិញបន្តិចហើយមានអារម្មណ៍ឈឺចាប់ខ្លាំងទាំងខ្លួនមុននឹងស្លាប់នៅក្នុងអាបដៃដាវីតដោយសារខាតបង់ឈាមការស្លាប់របស់នាងបានធ្វើឲ្យដាវីតចាប់ផ្ដើមជឿអេរិកចូលរួមគិតដល់ការដុតផ្ទះលំនៅដើម្បីបញ្ចប់រឿងទាំងអស់ទោះយ៉ាងណានៅពេលដែលគាត់កំពុងតែប៉ងធ្វើវាមានបានចាប់ផ្ដើមច្រៀងបទមួយដែលម៉ែរបស់ពួកគេធ្លាប់ច្រៀងធ្វើឲ្យដាវីតស្ទាក់ស្ទើរហើយបោះបង់ផែនការនោះនៅពេលច្របូកច្របល់នោះមានភ្លេចមួយបាញ់ប៉ះដើមឈើខាងក្រៅបានផ្ដល់គំនិតថ្មីមួយឲ្យគាត់ធ្វើឲ្យគាត់យល់ថាប្រហែលជាមានវិធីបញ្ឈប់រឿងទាំងអស់ដោយមិនចាំបាច់សម្លាប់មីគឺដោយបញ្ចប់នាងតាមការណែនាំក្នុងសៀវភៅពេលដាវីតព្យាយាមចូលទៅកាន់មីជាមួយថ្នាំបំបែកសត្វស្ថានភាពកាន់តែសាហាវបន្ថែមទៀតព្រោះមីវាប្រហារគាត់យ៉ាងមិនឈប់ឈរនៅពេលគ្រោះថ្នាក់នោះអេរិកបានចូលមកជួយភ្លាមហើយវីមីបានជោគជ័យបង្កើតឱកាសឲ្យដាវីតចាក់ថ្នាំបំបែកនៅពេលដែលរឿងរ៉ាវហាក់ដូចជាត្រូវបានគ្រប់គ្រងដាវីតត្រូវប្រឈមមុខនឹងការពិតដ៏ឃោរឃៅពេលអេរិកដែលបាត់បង់ឈាមច្រើនពេកបានស្លាប់នៅមុខគាត់ដោយមិនខ្ជះខ្ជាយពេលដាវីតបន្តផែនការរបស់គាត់ហើយក្រោមភ្លៀងនិងដើមឈើកំពុងឆេះដោយភ្លេចបន្ទោលព្រើគាត់ចាប់ផ្ដើមបញ្ចុះមីចូលក្នុងដីពាក់កណ្ដាលដោយធ្វើតាមវិធីដែលគាត់ជឿថាអាចបញ្ឈប់រឿងទាំងអស់នេះបាននៅពាក់កណ្ដាលនោះមីបានភ្ញាក់ស្មារតីឡើងវិញភ្លាមហើយសូមឲ្យគាត់បញ្ឈប់ប៉ុន្តែដាវីតដឹងថានេះគ្រាន់តែជាល្បិចរបស់អារក្សដែលកាន់កាប់នាងប៉ុណ្ណោះដូច្នេះគាត់មិនស្ដាប់ទេហើយបន្តគ្រប់ដីលើនាងរហូតដល់នាងត្រូវបានបញ្ចុះចូលក្នុងដីទាំងស្រុង
បន្ទាប់ពីភ្លើងចាប់ផ្ដើមស្រុបតិច David បានជីកមីឡើងវិញដោយសង្ឃឹមថានឹងសង្គ្រោះប្អូនស្រីរបស់គាត់ហើយព្យាយាមកម្ចាត់នាងឡើងវិញដោយប្រើឧបករណ៍ប៉ះបេះដូងដែលបានកែប្រែប៉ុន្តែគ្មានប្រតិកម្មអ្វីឡើយដោយមានចិត្តចាប់គាត់ដើរចេញទៅព្យាយាមទទួលយកការពិតថាមីបានបាត់បង់ទៅហើយរហូតដល់គាត់ស្ដាប់ព្រះនាងដកដង្ហើមឡើងវិញព្រាមធ្វើឲ្យគាត់ត្រឡប់មកវិញដោយមានអារម្មណ៍ស្រួលចិត្តខណៈដែលនាងបានរស់ឡើងវិញដោយមានអារម្មណ៍រីករាយនិងស្រួលចិត្តរួមគ្នា David ត្រឡប់ទៅក្នុងផ្ទះលំនៅដើម្បីយកសោររថយន្តហើយមើលរូបថតរបស់ពួកគេជាមួយគ្នាបន្តិចប៉ុន្តែមិនដឹងខ្លួនទេ Eric ដែលឥឡូវត្រូវបានវាយលុកដោយអារក្សបានបង្ហាញខ្លួនមកពីក្រោយហើយចាក់ David ទោះបីជាបានរងរបួសធ្ងន់ក៏ដោយ David នៅតែអាចចេញទៅខាងក្រៅហើយត្រាប់មីឲ្យរត់មុនពេលយកកាំភ្លើងបាញ់ទៅលើសាំងនៅក្នុងផ្ទះលំនៅបង្កឲ្យកន្លែងទាំងមូលឆេះដើម្បីបញ្ចប់រឿងទាំងអស់ជាលើកចុងក្រោយទោះបីមានន័យថាត្រូវបោះបង់ជីវិតខ្លួនឯងក៏ដោយក្នុងអំឡុងពេលព្រួយសោករបស់នាងមីឈរតែម្នាក់ឯងមើលអ្វីទាំងអស់រហូតដល់នាងសង្កេតឃើញខ្សែសង្វាក់ដែល David បានផ្ដល់ឲ្យនាងហើយយកវាទុកជាអនុស្សាវរីយ៍ចុងក្រោយមិនយូរប៉ុន្មានទេភ្លៀងឈាមចាប់ផ្ដើមធ្លាក់ចុះពីមេឃសញ្ញាបង្ហាញថាជីវិត5បានត្រូវយកទៅចាប់ពីស្ត្រីនៅដើមរឿងបន្តដោយ Olivia Natalie Eric ហើយចុងក្រោយគឺ David មានន័យវិធីសាស្ត្របានឈានដល់ដំណាក់កាលចុងក្រោយរួចហើយពីលើដីរូបរាងពិតប្រាកដនៃអារក្សអាក្រក់បានកើតឡើងហើយភ្លាមនោះវាបានដេញតាមមាខណៈដែលនាងព្យាយាមទីខ្លួននាងរត់ទៅកាន់ផ្ទះសំណាក់តូចមួយតាមផ្លូវក្រហមតូចដែលស្វែងរកវិធីរួមរៀនមានជីវិតរហូតដល់នាងរកឃើញម៉ាស៊ីនកាត់ឈើហើយបញ្ជិះវាឡើងយ៉ាងរហ័សដើម្បីប្រើជាអាវុធតែមួយគត់របស់នាងពេលសត្វអាក្រក់នោះកាន់តែខិតជិតមកមីបំផ្លាញជញ្ជាំងឈើខូចមួយដើម្បីគេចខ្លួនហើយលាក់ខ្លួនក្រោមរថយន្តមួយរងចាំពេលសម្រុំដើម្បីវាយប្រហារនាងអាចវាយប្រហារនឹងកាប់ផ្នែកខ្លះនៃសត្វអាក្រក់នោះបានប៉ុន្តែស្ថានភាពបានប្រែប្រួលវិញនៅពេលរថយន្តត្រូវបានបង្វិលប៉ុក្រោយហើយបុកដៃនាងដោយគ្មានជំរឿផ្សេងទៀតមីបង្ខំដោះដៃរបស់នាងឲ្យរួចដើម្បីរស់រានមានជីវិតហើយបន្តប្រយុទ្ធវិញដោយប្រើអ្វីទាំងអស់ដែលនាងមានរហូតដល់សត្វអាក្រក់នោះត្រូវបានបំផ្លាញទាំងស្រុងហើយរាងកាយរបស់វាត្រូវបានដកចូលទៅក្នុងដីវិញបន្ទាប់ពីការបំផ្លាញនិងការបាត់បង់ទាំងអស់មីខ្លាចជំនះជនរស់រានតែម្នាក់ឯងនៃព្រឹត្តិការណ៍គួរឲ្យខ្លាចនោះមិនយូរប៉ុន្មានក្រោយមកពេលព្រឹកបានមកដល់ហើយមីដែលបានរស់រានផុតព្រាត់ត្រូវនៅតែរស់ម្នាក់ឯងជាមួយអនុស្សាវរីយ៍គួរឲ្យខ្លាចទាំងអស់ខណៈនៅជិតកោះស្នាក់នោះសៀវភៅអាតកំបាំងដែលជាដើមហេតុគ្រប់យ៉ាងបានបិទយឺតដោយខ្លួនឯងហើយរឿងរ៉ាវក៏បានបញ្ចប់